ចង់បដូរបរិយាកាសជប់មើល TikTok ខ្មែរមកមើល TikTok ចិនម្ដងតែដឹងពីការ download អ្នកទាំងអស់គ្នាអាចមើលវីដេអូនេះបាននិយាយទៅវីដេអូគេនៅខាងស្រុកចិនហ្នឹងរបៀបប្លែកៗចឹងអ្នកទាំងអស់គ្នាចេញមកបញ្ញាអារម្មណ៍យើងគួរចង់មើលហ្មងអញ្ចឹងមុនដំបូងអ្នកទាំងអស់គ្នារក App Store សិនអ្នកទាំងអស់គ្នាចូលទៅក្នុង App Store ហើយចូលទៅ account របស់យើងពេលដែលអ្នកគ្នាចូល account ហើយយើងចុចចូលទៅកន្លែង link iCloud របស់យើងហ្នឹងណាអ្នកទាំងអស់គ្នាបន្តមកទៀតយើងដូរជាមួយនឹង country ឬមួយក៏ region កន្លែងនេះយើងដើររកពាក្យថា China Midland ណែអ្នកទាំងអស់គ្នា Midland Mainland ណាអ្នកទាំងអស់គ្នាចូលទៅក្នុងហ្នឹងទៅបន្ទាប់ពីចុចត្រង់ហ្នឹងហើយអ្នកទាំងអស់គ្នាគេនឹងឲ្យអ្នកទាំងអស់គ្នាបំពេញអំពី address អញ្ចឹង address អ្នកទាំងអស់គ្នាអាចមើលបានឬមួយក៏ scope ឲ្យអាចចុចតាមនឹងបានអ្នកទាំងអស់គ្នាបន្ទាប់ពីយើងបំពេញហើយយើងអាច download បានហើយយើងអាច download ពី app ដែលនៅក្នុងចិនមានន័យថា available នៅចិនតែនៅខ្មែរយើងអាច download បានដូចជា Douyin ដែលយើងអាចហៅថា TikTok ហ្នឹងណាអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពី download ហើយអ្នកទាំងអស់គ្នាកុំភ្លេចចូលទៅ change កន្លែង region ឬមួយក៏ country ហ្នឹងដាក់កម្ពុជាវិញផងបាយបាយ